Ok, hello ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយនេះគឺជាវីដេអូទី1ផងដែរសម្រាប់channel របស់ខ្ញុំគឺវ៉ាន់វិសាលអញ្ចឹងវីដេអូមួយនេះគឺខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាអំពីរបៀបបង្កើតនៅ YouTube channel ក្នុងឆ្នាំ2025ឲ្យបានត្រឹមត្រូវតាមគោលការណ៍ដែល YouTube គេចង់បានអញ្ចឹងណាអញ្ចឹងខ្ញុំនឹងបញ្យល់ពីរបៀបរហូតពីរបៀបបង្កើត Gmail ការរៀបចំ Gmail និងការរៀបចំ channel ឲ្យបានត្រឹមត្រូវទៅតាមលក្ខខណ្ឌក្នុងឆ្នាំ2025ហ្នឹងអញ្ចឹងចង់ដឹងថារបៀបធ្វើយ៉ាងណាតោះយើងចូលទៅកាន់ screen computer ទាំងអស់គ្នាដើម្បីងាយស្រួលក្នុងការបង្ហាញអូខេ let's go បាទអូខេឥឡូវយើងចូលមកកាន់ screen computer បន្ទាប់មកយើងបើកជ្រោមមកតោះគេបើកដំបូងគឺចេញបែបនេះអញ្ចឹងអ្នកគ្នា search ទៅលើហ្នឹងមកគឺ search ពីថានេះ YouTube ខាងលើនេះមកបាទយើងចូលទៅបង្កើតជាមួយនឹង YouTube តែម្ដងដើម្បីកុំឲ្យខាតពេលឥឡូវយើងចូលទៅកាន់ YouTube បាទជាដំបូងយើងធ្វើការបង្កើតនៃ email មួយសិនដើម្បីយើងអាចបង្កើត channel YouTube បានចេញមកបែបនេះអ្នកនរគ្នាអាចចូលមកកាន់ពាក្យថា sign in នេះចុចលើហ្នឹងមកវានឹងលោតផ្ទាំងបែបនេះអ្នកនេះចុចពាក្យថា create account នៅខាងក្រោមនេះបន្តមកវានឹងលោត3បែបនេះអ្នកគ្នាចុចពាក្យថា for my personal use បាទចេញបន្តមកវានឹងចេញពី column បែបនេះអ្នកគ្នាបំពេញឈ្មោះអ្នកគ្នាមកមាន first name និង last name អញ្ចឹងខ្ញុំដាក់ឈ្មោះខ្ញុំតែម្ដងបាទអូខេបន្តមកវិសាលបាទតោះតែគ្នាបំពេញឈ្មោះអ្នកគ្នារួចហើយអ្នកគ្នាចុចវាថា next មកបន្តមកកន្លែងនេះគេនឹងឲ្យយើងបំពេញនៅថ្ងៃខែឆ្នាំកណ្ដាលជាមួយនឹង page អញ្ចឹងអ្នកគ្នាដាក់ថ្ងៃខែឆ្នាំកណ្ដាលអ្នកគ្នាមកនេះដាក់ខែមុនអញ្ចឹងខ្ញុំយកមេបន្តមកយើងដាក់ថ្ងៃរបស់យើងអាចដាក់តាមតញ្ញាណប័ណ្ណក៏បានយើងចេះតែដាក់ក៏បានធ្វើម៉េចកុំឲ្យតិចជាងអាយុយើងកាត់តិចជាង18ឆ្នាំអញ្ចឹងណាយើងដាក់ធ្វើម៉េច18ឆ្នាំឡើងលើអូខេបន្តមកយើងដាក់ឆ្នាំបាទបន្តមកខាងក្រោមនេះយើងដាក់វាថា page អញ្ចឹងអ្នកទាំងគ្នាជា page ស្រីអ្នកគ្នាយកខាងលើគឺ filmman ហើយខ្ញុំប្រុសខ្ញុំយកទី2ហើយមានផ្សេងៗពីហ្នឹងតាមអ្នកនរគ្នាតាមតាញបានក៏បានដែរឥឡូវយើងយក main មកបន្តមកគេចុចវាថា next បាទបន្តមកកន្លែងនេះយើងគេឲ្យយើងបំពេញនៅ email អញ្ចឹងយើងយកខាងក្រោមក៏បានដែរដើម្បីស្រួលកុំឲ្យយើងពិបាកពេញអីអញ្ចឹងណាយើងចង់ដឹងថាដាក់មិនទៅត្រូវអូខេអានេះគេមាន recommend ឲ្យយើងមានវ៉ាន់ហើយមានលេខកន្ទុយអីចឹងទៅបើសិនជាយើងអត់ចង់បានអាហ្នឹងទេយើងចុចពាក្យថា create your own gmail address បាទតោះមកយើងធ្វើការបំពេញឈ្មោះ email របស់យើងអូខេបាទបន្តមកអ្នកគេបំពេញរួចហើយអ្នកគេចុចពាក្យថា next មកបើសិនជាបានគឺគេនឹងឲ្យកន្លែងហ្នឹងហើយអញ្ចឹងអត់បានទេយើងធ្វើការដាក់ម្ដងទៀតបាទចុចនេះម្ដងទៀតមើលអូខេបន្ទាប់ពីបានហើយគេនឹងលោតចូលមកកន្លែងនេះគេនឹងដាក់ថា create a strong password អញ្ចឹងគេនឹងឲ្យយើងបំពេញនៅ password សម្រាប់ Gmail អ្នកនរគ្នាអញ្ចឹងអ្នកនេះអាចបំពេញជាលក្ខណៈកុំឲ្យងាយស្រួលចាំពេកដើម្បីងាយស្រួលយើងការពារនៅពេលដែលគេចង់ hack ឬគេចង់ចូល Gmail របស់យើងវាមិនងាយនឹងអាចរាវត្រូវ password របស់យើងអញ្ចឹងណាអ្នកគេកុំដាក់វាស្រួលពេកយើងដាក់យើងពិបាកនឹងចាំតិចទៅប៉ុន្តែយើងណូតទុកនៅក្នុងទូរស័ព្ទឬក៏ក្នុងกระดาษណាមួយដើម្បីយើងស្រួល login ថ្ងៃក្រោយបាទអូខេយើងធ្វើការបំពេញ password ចូលមកអូខេបន្ទាប់មកអ្នកនេះពេញ password រួចហើយអ្នកគេធ្វើការចុចនៅពាក្យថា next បាទនៅពេលនេះអ្នកគេចុចពីនេះហើយគេនឹងឲ្យយើងបំពេញនៅលេខទូរស័ព្ទចូលអញ្ចឹងអ្នកនេះអាចបំពេញលេខទូរស័ព្ទអ្នកគ្នាចូលមកតែយើងយកលេខទូរស័ព្ទដែរមិនត្រូវការមិនធ្លាប់បង្កើតនៅ email ពីមុនមកតែឥឡូវយើងធ្វើការដាក់លេខទូរស័ព្ទខ្ញុំចូលអូខេអញ្ចឹងយើងធ្វើការរងចាំនៅលេខកូដរបស់យើងអូខេអញ្ចឹងខ្ញុំធ្វើការរងចាំពីកូដលេខកូដរបស់យើងគឺ50 29 30បាទអញ្ចឹងកន្លែងនេះគឺយើងធ្វើការបំពេញលេខកូដរបស់យើងចូលដោយសារតែចូលក្នុងទូរស័ព្ទរបស់ខ្ញុំត្រូវការ check 50 29 30បន្តមកអ្នកខ្ញុំចុចពីឋាននេះមកបាទគេមាន scan ឲ្យយើងទៀតផុតពី scan ហ្នឹងគឺលេខកូដហ្នឹងគឺទុកជាអាសាបងហើយកន្លែងនេះadd recover email អញ្ចឹងកន្លែងនេះយើងអត់មាន email សម្រាប់ទុក
create cover email របស់យើងទេយើងបាច់ដាក់ក៏បានដែរយើងចុចវាថា skip មកបន្តមកអ្នកនេះនឹងទទួលបាន email មួយអញ្ចឹងយើងចុចវាថា next បាទកន្លែងនេះគឺយើងប្រាប់ពី policy របស់គេអញ្ចឹងណាអញ្ចឹងយើងអូសមកក្រោមមកយើងចុចវាថា agree មកឥឡូវយើងបាន email មួយហើយគេនឹងគេ sign in ចូលទៅក្នុង YouTube របស់យើងនៅក្នុងជ្រុំនឹងស្រាប់តែម្ដងអញ្ចឹងអ្វីដែលគេត្រូវធ្វើបន្ទាប់នោះគឺអ្នកគ្នាចុចវាថា create បាទ create channel តោះមកវាលុបផ្ទាំងបែបនេះអ្នកគ្នាធ្វើការដាក់ឈ្មោះ email ឈ្មោះ channel អ្នកគ្នាអធិស្ឋានដោយសារជាប់មាត់យើងអ្នកគ្នានឹងដាក់ឈ្មោះ channel មកអញ្ចឹងវាលុបបែបនេះស្រាប់ហើយអញ្ចឹងខ្ញុំអត់ត្រូវការដាក់បន្ថែមអីទៀតទេបើនេះសិនជាអ្នកនរគ្នាចង់បន្ថែមឈ្មោះអ្នកនរគ្នាអ្នកគ្នាអាចដាក់នៅកន្លែងហ្នឹងមកអញ្ចឹងកន្លែងនេះយើងដាក់ឲ្យគេងាយស្រួល search យក channel របស់យើងអញ្ចឹងដាក់ថាយើងដាក់តែប៉ុណ្្នឹងជាមួយគេឲ្យអូខេអញ្ចឹងខ្ញុំដាក់07មួយទៀតមកអូខេអញ្ចឹងនៅពេលដែលគេចេញសញ្ញា click បែបនេះគឺយើងអាចដាក់បានហើយបន្តមកនេះចុចវាថា create channel មកអូខេយើងត្រូវការរងចាំតិចទៅដោយសារអ៊ីនធឺណិតខ្ញុំមានយូរហ្នឹងនេះយើងបានទទួលបាន channel YouTube មួយថ្មីមួយហើយយើងអាចផលវីដេអូបានហើយប៉ុន្តែយើងមិនទាន់ផលវីដេអូយើងទៅរៀបចំ channel របស់យើងសិនអូខេអញ្ចឹងអ្នកគ្នាចូលទៅកាន់ custom channel មកបាទដើម្បីយើងរៀបចំនៅ channel របស់យើងមានដាក់ profile ឬក៏រៀបចំលក្ខខណ្ឌផ្សេងៗដែល YouTube វាត្រូវការឲ្យយើងវិញតោះមកចូលមកចេញផ្ទាំងបែបនេះអ្នកគ្នាចុចពីថា continue មកអូខេហើយអ្វីដែលអ្នកត្រូវធ្វើហ្នឹងគឺកន្លែងនេះគឺយើងដាក់ profile YouTube របស់យើងកន្លែងនេះគឺយើងដាក់ cover របស់ YouTube របស់យើងយើងឥឡូវយើងធ្វើការដាក់ជាមួយនឹង profile សិនអូខេយើងចុចពីថា upload មកបន្តមកអ្នកគ្នាចូលទៅរករូបភាពដែលអ្នកគ្នាចង់ដាក់អូខេឥឡូវខ្ញុំធ្វើការដាក់រូបរបស់ខ្ញុំមួយនេះអូខេបន្តមកយើងធ្វើការសេរីមកយើងអាចសេរីបាននេះកន្លែងkiaនេះអ្នកគ្នាអាចសេរីបានឥឡូវខ្ញុំយកប៉ុណ្្នឹងតែម្ដងតមកយើងចុចពីថាដានមកបាទបន្តមកបានមួយហើយឥឡូវយើងធ្វើការដាក់នៅ cover ឬក៏ channel banner ខ្ញុំធ្វើការដាក់រូបមួយនេះខ្ញុំគាត់តែដាក់ដល់សតនេះយើងអាចសេរីបានតាមក្រោយបានអូខេឥឡូវយើងយកប៉ុណ្្នឹងមកបន្តមកចុចវាថាដាក់បាទបន្ទាប់ពីអ្នកនេះសេរីប៉ុណ្្នឹងហើយខាងក្រោមវាជាអត់ទាន់មានអីត្រូវ add បន្ថែមទេដោយសារតែយើងជា channel ថ្មីអញ្ចឹងកន្លែងនេះយើងអត់ទាន់ add ក៏បានដែរយើងអាច add ជាមួយនឹង link TikTok link Facebook page អីចឹងទៅប៉ុន្តែបើសិនជាអ្នកនេះអត់ទាន់មានទេអ្នកនេះអាចដាក់ក៏បានដែរឧទាហរណ៍ដូចជាកន្លែងនេះនៅពេលដែលគេមើលវីដេអូយើងនៅតាមទូរស័ព្ទឬក៏នៅលើកុំព្យូទ័រគេនឹងមានលោតរូបភាពនេះយើងអាចដាក់ជា subscribe ឬក៏ដាក់ជារូប channel របស់យើងតំណាងឲ្យ channel របស់យើងក៏បានដែរប៉ុន្តែយើងមិនទាន់ដាក់ក៏បានយើងដាក់ក៏បានយើងចាំដាក់ពេលក្រោយក៏បានដែរកន្លែងហ្នឹងបាទបន្ទាប់មកយើងនេះចុចពីថាដល់ពេលដាក់រូបភាពហើយអ្នកនេះចុចពីថា public អូខេបន្ទាប់ពីអ្នកនរគ្នាចុច public ហើយអ្នកនេះចុចពីថា view channel មកដើម្បីយើងចូលទៅមើល channel របស់យើងបាទឥឡូវយើងបាន channel មួយដ៏ស្រស់ស្អាតមួយហើយអូខេអញ្ចឹងបន្តមកទៀតអ្នកនេះចុចនៅខាងស្ដាំដៃនៅខាងលើរូប profile របស់យើងទូចមួយហ្នឹងបន្តមកអ្នកនេះចុចពីថា YouTube audio ដើម្បីយើងចូលទៅបំពេញលក្ខខណ្ឌមួយចំនួននៃ YouTube ត្រូវឲ្យយើងបំពេញបើអត់ពេញទេផុសវីដេអូងាយឡើងទេអ្នកនេះតើបញ្ចេញមកបែបនេះអ្នកនេះចុចពីថា setting នៅខាងឆ្វេងដៃនៅខាងក្រោមហ្នឹងបាទហើយវានឹងលុបផ្ទាំងបែបនេះអញ្ចឹងបន្ទាប់ពីលុបផ្ទាំងបែបនេះហើយអ្នកគ្នាកន្លែងនេះមិនបាច់ពេញអីទេអ្នកគ្នាចូលពីថា channel មកបន្តមកកន្លែងនេះអ្នកគ្នាដាក់ប្រទេសខ្មែរយើងមកអូខេយើងដាក់ Cambodia មកដោយសារតែប្រទេសយើងឥឡូវគេបើកឲ្យលុយហើយយើងមិនបាច់ដាក់ដូរដាក់ប្រទេសគេទេអូខេហើយកន្លែង keyword នេះអ្នកគ្នាដាក់តាក់ទងនឹង channel ដែលអ្នកគ្នាចង់ធ្វើ content អីថា content game ឬក៏ content បរិញ្ញាឬក៏ content អីផ្សេងអ្នកគ្នាអាចដាក់ផ្សេងរក keyword ណាដែលវាតាក់ទងជាមួយនឹងវីដេអូដែលយើងត្រូវធ្វើក្នុង channel របស់យើងហ្នឹងអញ្ចឹងឥឡូវដោយសារ channel ខ្ញុំធ្វើពីប្រភេទវីដេអូបរិញ្ញាអញ្ចឹងខ្ញុំនឹងដាក់ពី3ពាក្យតាក់ទងជាមួយនឹងវីដេអូរបស់ខ្ញុំអូខេខ្ញុំដាក់ថា how to មួយមកបន្តមកខ្ញុំដាក់ថាខ្មែរ
tutorial អូខេឥឡូវយើងដាក់តែពីពាក្យនេះសិនអ្នកនេះអាចដាក់លើសពី5ពាក្យត្រឹម6 7ពាក្យអីបានអូខេនិយាយទៅគ្រប់ចំនួនអក្សរគេមានដាក់500តួអក្សរអញ្ចឹងអ្នកនេះអាចដាក់ទាំងអស់ហ្នឹងក៏បានដែរអូខេកន្លែងហ្នឹងអ្នកគ្នាពេលនេះហើយនេះចូលកន្លែង advanced setting មកបន្ទាប់មកកន្លែងនេះអ្នកគ្នាដាក់ no pocket ដាក់កណ្ដាលគេបាទ select យកហ្នឹងមកខាងក្រោមនេះយើងអត់មានអីធ្វើអីទៀតទេយើង select តែកន្លែងមួយហ្នឹងទេកន្លែងនេះក៏យើងអត់ត្រូវធ្វើអីដែរតោះមកចូលគេថា upload នេះកន្លែង upload កន្លែង upload ហើយនេះយក advanced setting កន្លែងនេះអ្នកគ្នាដាក់តាមហ្នឹងហើយកន្លែង category នេះដាក់ record វីដេអូអ្នកគ្នាធ្វើវីដេអូកំ pl ែងវីដេអូ game អញ្ចឹងដាក់ gaming មកបើសិនជាធ្វើពីវីដេអូកម្សាន្តអារម្មណ៍វីដេអូកំ pl ែងនេះដាក់ entertainment មកអញ្ចឹងសម្រាប់ខ្ញុំអាចដាក់ how to ឬក៏ដាក់ខាងជួរទី3នេះក៏បានដែរឥឡូវខ្ញុំដាក់ how to មកហើយកន្លែង language នេះ language នេះគឺសំខាន់ដែរអ្នកគ្នា select លើមកនិយាយ scroll មកបាទ video content នេះធ្វើ content ឲ្យខ្មែរយើងអ្នកគ្នាទៅរកពាក្យថាខ្មែរមកបាទចេះនេះអ្នកគ្នាselect ពាក្យខ្មែរមកភាសាហ្នឹងYouTube ងាយនឹងរុញវីដេអូឲ្យយើងទៅអ្នកមើលបាទអូខេអញ្ចឹងកន្លែងហ្នឹងគឺតែប៉ុណ្្នឹងទេអ្នកគ្នាបាទហើយយើងហើយយើងមានតែប៉ុណ្្នឹងឯងតោះមកគេចុចវាថា save មកបាទប៉ុណ្្នឹងគឺរួចរាល់ហើយ channel របស់យើងគឺអាចដំណើរការបានហើយអញ្ចឹងចាំជួបគ្នានៅវីដេអូទី2គឺរបៀបបង្ហោះវីដេអូនិងការដាក់ thumbnail ការរៀបចំវីដេអូនៅពេលដែលយើង upload ឲ្យបានត្រឹមត្រូវអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ